Panday មានមហាសមុទ្រសកលដ៏ធំមួយដែលភ្ជាប់គ្នាដែលគ្រប់ដណ្ដប់ប្រហែល 71% នៃផ្ទៃភព Panday ហើយដោយសារវាជាទឹកទាំងអស់វាអាចសម្ហែកផលថាវាមានកម្ពស់ដូចគ្នានៅគ្រប់ទីកន្លែងក្នុងពិភពលោកមែនទេចម្លែកណាស់នៅព្រែកជីកប៉ាណាម៉ាមហាសមុទ្រ Pacific ស្ថិតនៅខ្ពស់ជាង Atlantic ហើយវាកាន់តែចម្លែកជាងនេះទៅទៀតនៅក្នុងមហាសមុទ្រឥណ្ឌាមានកម្រិតទំនាញទាបដ៏ធំមួយដែលកម្រិតទឹកសមុទ្រស្ថិតនៅទាបជាងមធ្យមភាគសកលរាប់សិបហ្វីតអស់មកស្វែងយល់ពីអាថ៌កំបាំងនៃមហាសមុទ្រ Pacific ជាមុនសិនភាពខុសគ្នានៃកម្ពស់រវាងវានិង Atlantic ជាមធ្យមគឺប្រហែល 8 អ៊ីងហើយនោះគឺជាភាពខុសគ្នារយៈពេលវែងដែលត្រូវបានវាស់វែងយ៉ាងយកចិត្តទុកដាក់យើងមិនមែនកំពុងនិយាយអំពីរលកឬជំនោរខ្ពស់នៅទីនេះទេរឿងនោះគឺទឹកវារីកមាឌនៅពេលដែលវាក្តៅ Pacific ជាធម្មតាក្តៅជាង Atlantic ដូច្នេះទឹករបស់វាហាក់ដូចជាយកកន្លែងច្រើនជាងកម្រិតជាតិប្រៃក៏សំខាន់ដែរ Pacific មានជាតិប្រៃតិចជាងនៅក្នុងតំបន់ជាច្រើនទឹកសាបមានដង់ស៊ីតេតិកហើយទឹកដែលមានដង់ស៊ីតេតិកស្ថិតនៅខ្ពស់ជាងបន្តិចបន្ទាប់មកមានចរន្តទឹកនិងខ្យល់ចំនួនខ្លាំងដែលជាខ្យល់បក់ពីកើតទៅលិចនៅភាគខាងជើងនិងខាងត្បូងនៃខ្សែអេក្វាទ័ររុញច្រានទឹកយ៉ាងច្រើនទៅទិសខាងលិចកាត់មហាសមុទ្រ Pacific ទឹកនោះគោលើគ្នាឡើងតាមបណ្ដោយ Game Tweet ប៉ុន្តែប្រហែលជាកត្តាសំខាន់បំផុតនិងនឹកស្មានមិនដល់នោះគឺថាទំនាញ Panday មិនដូចគ្នានៅគ្រប់ទីកន្លែងលើ Panday នោះទេទ្វីបកោះនិងសូម្បីតែជួរភ្នំក្រោមទឹកទីងផ្ទៃមហាសមុទ្រហើយតាមពិតមហាសមុទ្រដើរតាមដែនទំនាញមិនស្មើគ្នារបស់ Panday មិនមែនតាមរូបរាងធរណីមាត្ររបស់វាឡើយដោយសារតែអ្វីទាំងអស់នេះកម្រិតទឹកសមុទ្រសកលអាចប្រែប្រួលរហូតដល់ 10 ហ្វីតពីតំបន់មួយទៅតំបន់មួយទៀតឥឡូវនេះសូមស្រមៃមើលថាវាពិបាកប៉ុណ្ណាក្នុងការប្រឆាំងនឹងទំនាញ Panday និងសាងសង់ព្រែកជីកភ្ជាប់មហាសមុទ្រទាំងពីរនេះវិស្វករត្រូវគិតគូរពីភាពខុសគ្នានៃកម្ពស់រវាង Pacific និង Atlantic ខណៈពេលកំពុងធ្វើការលើការសាងសង់ព្រែកជីកប៉ាណាម៉ាគួរឲ្យភ្ញាក់ផ្អើលវាបានប្រែក្លាយថាវាមិនមែនជាឧបសគ្គចម្បងនោះទេមានបញ្ហាធំជាងនេះច្រើនទៀតប៉ុន្តែយើងនឹងនិយាយអំពីពួកវានៅពេលបន្តិចទៀតនេះដូច្នេះហើយថ្ងៃមួយមនុស្សបានសម្លឹងមើលប៉ាណាម៉ាហើយគិតថាតើវាពិបាកប៉ុណ្ណាទៅក្នុងការជីកព្រែកជីកនិងភ្ជាប់មហាសមុទ្រពីរពិបាកខ្លាំងណាស់ផ្ទៃដីរបស់ប៉ាណាម៉ាគឺចោតភពភ្លៀងច្រើននឹងមិនដូច្នេះជំនួសឲ្យការជីកក្នុងរណ្ដៅខ្សាច់ការសាងសង់ព្រែកជីកនឹងក្លាយជាការជីកលេនដ្ឋានកាត់តាមភ្នំដែលសើមនិងកំពុងបាក់រលំវិស្វករចង់បានព្រែកជីកកម្រិតទឹកសមុទ្រដែលកាត់ត្រង់ដើម្បីឲ្យនាវាអាចធ្វើដំណើរឆ្លងកាត់បានដោយមិនចាំបាច់មានទ្វារទឹកឬការលើកឡើយប៉ុន្តែប៉ាណាម៉ាមិនសហការឡើយរាល់ពេលដែលកម្មករជីកចូលទៅក្នុងចង្កេះភ្នំដីក៏អិលចុះមកក្រោមវិញភ្លាមក្នុងរដូវវស្សាទន្លេបានជន់លិចអ្វីគ្រប់យ៉ាងដោយកប់គ្រឿងចាក់ទាំងអស់បន្ទាប់មកកម្មករចាប់ផ្ដើមធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់នៅពេលនោះអ្នកវិទ្យាសាស្ត្រមិនទាន់យល់ច្បាស់ថាមូសកំពុងចម្លងជំងឺនោះទេដូច្នេះការផ្ទុះឡើងនៃជំងឺបានសម្លាប់ក្រុមការងារស្ទើរតែទាំងស្រុងមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតនៅទីបំផុតគម្រោងទាំងមូលបានដួលរលំទាំងផ្នែកហិរញ្ញវត្ថុនិងរូបវន្តច្រើនឆ្នាំក្រោយមកសហរដ្ឋអាមេរិកបានព្យាយាមម្ដងទៀតប៉ុន្តែលើកនេះពួកគេបានសម្រេចចិត្តគិតគូរពីធម្មជាតិជំនួសឲ្យការជីកទម្លុះត្រង់តាមកម្រិតទឹកសមុទ្រពួកគេបានសាងសង់ប្រព័ន្ធជណ្ដើរយន្តទឹកដ៏ធំសម្បើមមួយវាដំណើរការបែបនេះនាវាចូលទៅក្នុងបន្ទប់ដ៏ធំហើយទ្វារក៏បិទបន្ទាប់មកទឹកក៏ហូរចូលពេញហើយនាវាក៏ត្រូវបានលើកឡើងប្រហែល85 ហ្វីតនោះគឺស្មើនឹងកម្ពស់អគារ8ជាន់នោះគឺជាកន្លែងដែលមានបឹងសិប្បនិម្មិតដ៏ធំមួយនាវាធ្វើដំណើរឆ្លងកាត់បឹងនោះរួចក៏ត្រូវបានបញ្ចុះចុះមកវិញនៅម្ខាងទៀតវាដូចជាការផ្លាស់ទីនាវាឆ្លងកាត់ភ្នំដោយប្រើអាងូទឹកដែលមានទំហំប៉ុនអគារខ្ពស់កប់ពុកទោះយ៉ាងណាតើមានអ្វីកើតឡើងជាមួយ Panday បំភ្លេចគំនិតថា Panday យើងជាបាល់ល្អឥតខ្ចោះស្រមៃថាវាដូចដំឡូងបារាំងមិនស្មើហើយកំពុងវិលផ្នែកកណ្ដាលប៉ោងចេញបន្តិចដោយសារតែការវិលរបស់ភព Panday សម្បក Panday ក៏មិនស្មើគ្នាដែរដង់ស៊ីតេនៅក្រោមផ្ទៃ Panday ផ្លាស់ប្ដូរជាបន្តបន្ទាប់តំបន់ខ្លះធ្ងន់និងណែនតំបន់ខ្លះទៀតស្រាលនិងអន្តែតនោះហើយជាអ្វីដែលបង្កើតទំនាញនៅទូទាំងភព Panday ឥឡូវនេះដល់ពេលដែលយល់ចូលមកក្នុងរឿងរបស់យើងហើយវាជារូបរាងដែលមហាសមុទ្រនឹងមានប្រសិនបើវាត្រូវបានបង្កើតឡើងដោយទំនាញនិងការវិលរបស់ Panday តែប៉ុណ្ណោះដោយគ្មានរលកគ្មានខ្យល់និងគ្មានជំនោរ
និយាយម្យ៉ាងទៀតប្រសិនបើវាគ្រាន់តែអន្តែតដោយសេរីនៅលើដំឡូងបារាំងដែលមិនស្មើគ្នានេះនៅលើតំបន់ដែលមានដង់ស៊ីទឹកខ្ពស់ទំនាញទៀងខ្លាំងជាងដូច្នេះទឹកក៏ក្រឡើងនៅលើតំបន់ដែលស្រាលជាងទំនាញខ្សោយជាងហើយទឹកក៏ស្រកចុះឧទាហរណ៍មានកន្លែងចម្លែកមួយនៅក្នុងមហាសមុទ្រឥណ្ឌាដែលទំនាញខ្សោយជាងធម្មតាហើយដោយសារតែហេតុនេះកម្រិតទឹកសមុទ្រនៅទីនោះទាបជាងមហាសមុទ្រជុំវិញជាង28 ហ្វីតនោះដូចជាទឹកដែលស្រកចុះស្មើនឹងកម្ពស់អគារ30 ជាន់វាបង្កើតជាតំបន់ស្រុតរៀងជារង្វង់ដ៏ធំសម្បើមដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល 1.2 លានម៉ៃការ៉េវាត្រូវបានគេហៅជាផ្លូវការថា Indian Ocean Joint Law ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់វាដំបូងក្នុងឆ្នាំ 1948 ក្នុងអំឡុងពេលអង្គារទំនាញពីលើនាវាហើយបានងឿងឆ្ងល់ចំពោះបាតុភូតនេះអស់រយៈពេលជាច្រើនឆ្នាំហើយអ្វីបានជាទំនាញផែនដីខ្សោយនៅក្នុងផ្នែកមួយនៃមហាសមុទ្រជាចុងក្រោយក្រុមអ្នកស្រាវជ្រាវគិតថាពួកគេប្រហែលជាបានរកឃើញចម្លើយហើយនៅជ្រៅក្រោមផ្នែកនៃមហាសមុទ្រនោះម៉ាក្តៅដ៏ធំសម្បើមអាចនឹងកំពុងងើបឡើងពីស្រទាប់ម៉ង់តូស្រដៀងទៅនឹងដុំឡាវ៉ាដែលផ្លាស់ទីយឺតរុញឡើងលើពីចម្ងាយរាប់ពាន់ម៉ៃនៅខាងក្រោមការងើបឡើងទាំងនេះអាចផ្លាស់ប្ដូរម៉ាស់នៅខាងក្នុងភពផែនដីហើយនៅពេលដែលម៉ាស់ផ្លាស់ប្ដូរទំនាញក៏ផ្លាស់ប្ដូរដែរម៉ាស់តិចនៅខាងក្រោមមានន័យថាកម្លាំងទាញខ្សោយជាងបន្តិចហើយទឹកមហាសមុទ្រក៏ស្រកចុះទាបនៅកន្លែងនោះដើម្បីសាកល្បងគំនិតនេះក្រុមអ្នកស្រាវជ្រាវបានដំណើរការពិសោធន៍តាមកុំព្យូទ័រដ៏ធំសម្បើមជាមូលដ្ឋានពួកគេបានត្រឡប់ប្រវត្តិសាស្ត្រផែនដីទៅក្រោយវិញ140 លានឆ្នាំដើម្បីមើលពីរបៀបដែលតំបន់នេះវិវត្តហើយទីមើលថាមានអ្វីកើតឡើងគំរូរបស់ពួកគេបង្ហាញពីការបែកបាក់នៃមហាសមុទ្របុរាណមួយដែលលែងមានទៀតហើយមើលទៅផ្លាកតិកតូនិកបានផ្លាស់ទីហើយបំណែកនៃសម្បកផែនដីបានស្រកចុះយ៉ាងជ្រៅទៅក្នុងស្រទាប់ម៉ង់តូក្នុងតំបន់នោះពួកវាទំនងជាបានរំខានដល់សារធាតុនៅខាងក្រោមដែលបង្កឲ្យមានការងើបឡើងនៃម៉ាម៉ាទាំងនោះដូច្នេះរន្ធទំនាញនេះមិនមែនជារន្ធនៅក្នុងទឹកនោះទេវាគឺជាស្នាមផុតនៅក្នុងដែនទំនាញផែនដីដែលបង្កឡើងដោយបញ្ហាប្រព័ន្ធបង្ហូរទឹកក្នុងកម្រិតភពដ៏ជ្រៅដែលបានចាប់ផ្ដើមតាំងពីលានឆ្នាំមុនស្នាមផុតនេះខ្លាំងក្លាណាស់រហូតដល់វាជាឥទ្ធិពលលើក្រុមមហាសមុទ្រការវាស់កម្រិតទឹកសមុទ្រនិងសូម្បីតែកន្លងផ្កាយរណបនេះបង្ហាញថាដំណើរការស្រទាប់ម៉ង់តូទាំងនេះខ្លាំងប៉ុណ្ណាសូម្បីតែរាប់លានឆ្នាំក្រោយព្រឹត្តិការណ៍ផ្លាស់ប្ដូរស្រទាប់ផែនដីទាំងនោះក៏ដោយសំណួរធំនៅពេលនេះគឺតើកម្រិតទំនាញទាបក្នុងមហាសមុទ្រឥណ្ឌានឹងបាត់ទៅវិញទេឬវានឹងនៅទីនេះរហូតអ្នកវិទ្យាសាស្ត្រមិនទាន់ប្រាកដ 100% នោះទេវាអាស្រ័យទៅលើរបៀបដែលម៉ាស់នៅខាងក្នុងផែនដីផ្លាស់ទីតាមពេលវេលាស្រទាប់ម៉ង់តូនៃភពផែនដីយើងមិនមែនជារបស់រឹងនោះទេវាផ្លាស់ប្ដូរជានិច្ចដោយហក់ឡើងជាកំអែលនិងលេចចុះជាផ្ទាំងចំណាយយឺតនិងជ្រៅទាំងនេះអាចរក្សាកម្រិតទំនាញទាបឲ្យនៅដែលរាប់លានឆ្នាំឬអាចធ្វើឲ្យវាមានតុល្យភាពឡើងវិញនៅពេលក្រោយចូលគិតថាវាដូចជាចង្កៀងកំអែលយក្សដែលផ្លាស់ទីយឺតនៅក្រោមមហាសមុទ្រក្នុងរយៈពេលប៉ុន្មានរយលានឆ្នាំទៀតដុំកំអែលនោះអាចនឹងផ្លាស់ទីគ្រប់គ្រាន់ដើម្បីលុបបំបាត់ស្នាមផុតនោះឬក៏អត់ទោះជាយ៉ាងណាក៏ដោយការសិក្សានេះផ្ដល់នូវគំនិតគួរឲ្យចាប់អារម្មណ៍មួយចំនួននិងអាចជំរុញឲ្យអ្នកជំនាញស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅការស្រាវជ្រាវចាស់គ្រាន់តែធ្វើជាគំរូនៃការលេចចុះនៃផ្ទាំងត្រជាក់នៅក្នុងស្រទាប់ម៉ង់តូប៉ុណ្ណោះឥឡូវនេះការពិសោធន៍តាមកុំព្យូទ័ររួមបញ្ចូលទាំងការហក់ឡើងនៃកំអែលម៉ាម៉ាក្តៅផងដែរពួកវាប្រហែលជាកត្តាសំខាន់ក្នុងការបង្កើតកម្រិតទាបនេះតាំងពីដំបូងប៉ុន្តែក៏មានចំណុចខ្វះខាតមួយចំនួននៅក្នុងការពិសោធន៍នេះដែរឧទាហរណ៍ចំណុចក្តៅរ៉េអ៊ុយនីញ៉ាន់ដ៏ល្បីល្បាញដែលជាកំអែលម៉ង់តូយ៉ាបានផ្ទុះឡើងកាលពីប្រហែល65លានឆ្នាំមុនដែលបង្កើតបានជាតំបន់ដេខានត្រេបនៅទូទាំងប្រទេសឥណ្ឌាការផ្ទុះនោះបានបង្ហូរភក់កំអែលគ្របដណ្ដប់លើផ្ទៃដីពាក់កណ្ដាលនៃប្រទេសឥណ្ឌាវាគឺជាព្រឹត្តិការណ៍ភ្នំភ្លើងដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រផែនដីបើគ្មានកំអែលនោះនៅក្នុងការពិសោធន៍ទេការទស្សន៍ទាយអំពីកម្រិតទំនាញខ្លះអាចនឹងមិនត្រឹមត្រូវវាក៏មានភាពមិនស៊ីគ្នារវាងគំរូនិងការពិតផងដែររូបរាងផ្ទៃផែនដីដែលបានទុះទីមិនស៊ីគ្នាទាំងស្រុងជាមួយនឹងការវាស់វែងជាក់ស្ដែងទេជាពិសេសនៅតំបន់ប៉ាស៊ីហ្វិកអាហ្វ្រិកនិងអឺរ៉ាស៊ីអ្នកស្រាវជ្រាវនិយាយថាមានភាពស្រដៀងគ្នាប្រហែល 80% ដែលវាល្អបង្គួរប៉ុន្តែមិនទាន់ល្អឥតខ្ចោះទេជាអកុសលការពិសោធន៍តាមកុំព្យូទ័រមិនទាន់អាចបង្ហាញរាល់ព័ត៌មានលម្អិតបាននៅឡើយទេអ្នកស្រាវជ្រាវឈានមុខបានពន្យល់ពីមូលហេតុយើងគ្រាន់តែមិនដឹងច្បាស់ថាផែនដីមានសន្តានបែបណាកាលពីលានឆ្នាំមុនស្រទាប់ផែនដីបានផ្លាស់ប្ដូរមហាសមុទ្របានរំកិលហើយទ្វីបនានាបានបុកគ្នាដូច្នេះមានរឿងជាច្រើនដែលយើងមិនទាន់ដឹង
รู้อย่างนี้អាចផ្ដល់ឲ្យយើងនៅគំនិតត្រួសប៉ុណ្ណោះអំពីអ្វីដែលបានកើតឡើងកាលពីអតីតកាលទោះបីជាមានកំហុសតូចតាចក៏ដោយចំណុចសំខាន់ដែលត្រូវចងចាំគឺដូចខាងក្រោមកម្រិតទំនាញទាបក្នុងមហាសមុទ្រឥណ្ឌាមានទំហំធំធេងនិងត្រូវបានបង្កើតឡើងដោយកំអែលម៉ង់តូចជ្រៅនិងព្រឹត្តិការណ៍ផ្លាស់ប្ដូរស្រទាប់ផែនដីពីបុរាណវាអាចនឹងផ្លាស់ប្ដូរក្នុងរយៈពេលរាប់រយលានឆ្នាំខាងមុខឬវាអាចនឹងនៅដដែលវាក៏ជាការរំលឹកផងដែរថាផែនដីមិនមែនជាស្វែរលងឥតខ្ចោះដោយដែលយើងចូលចិត្តស្រមៃនោះទេសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងដូច្នេះប្រសិនបើអ្នកបានស្រាយចម្ងល់របស់អ្នកហើយសូមជួយចុច like វីដេអូនេះនិងចែករំលែកវាទៅកាន់មិត្តភ័ក្តិរបស់អ្នកផង